សម្រាប់ឱកាសបន់ចូលឆ្នាំសកលក៏កាន់តែខិតជិតមកដល់ហើយដែរហើយបងប្អូនមានដំណើរកំសាន្តទៅកាន់ខាងណាហើយឬនៅហើយខ្ញុំជឿថាបងប្អូនប្រកាសជានឹកឃើញដល់សៀមរាបទៀតហើយត្រូវអត់ចង់និយាយថានៅសៀមរាបទោះបីមកមួយឆ្នាំប្រហែលដងក៏អត់ចេះចំណាយដែរព្រោះតែនៅសៀមរាបគឺស្រស់ស្អាតគ្រប់រដូវកាលទាំងអស់ហើយបើសិនជាបងប្អូនមកសៀមរាបក្នុងខែនេះគឺកាន់តែពិសេសទៀតព្រោះថាខែនេះគឺជារដូវរំហើយអញ្ចឹងហើយអាកាសធាតុនៅសៀមរាបគឺត្រជាក់ល្មមសម្រាប់បងប្អូនងាយស្រួលក្នុងការដើរលេងទោះបីជាមើលមកមានពន្លឺព្រះអាទិត្យច្រើនក៏ដោយប៉ុន្តែសម្រាប់បរិយាកាសទូទៅគឺអត់សូវក្តៅហ្មងទេព្រោះដោយសារតែមានខ្យល់បក់មូលហេលហៀកជាមួយនឹងទេសភាពដ៏ត្រជាក់ភ្នែកស្របពេលជាមួយនឹងរដូវស្លឹកឈើជ្រុះផងនោះធ្វើឲ្យសៀមរាបកាន់តែមានភាពទាក់ទាញនិងគួរឲ្យចង់មកទស្សនាថែមទៀតហើយបើបងប្អូនមកលេងសៀមរាបចង់បានកន្លែងគេងដែលស្ថិតនៅកណ្ដាលក្រុងសៀមរាបជិតកន្លែងដើរលេងនោះខ្ញុំសូមណែនាំបងប្អូនជាមួយនឹង V Plus Hotel V Plus Hotel គឺជាហូតែលមួយដែលមានតម្លៃសមរម្យហើយស្ថិតនៅចំកណ្ដាលក្រុងសៀមរាបតែម្ដងដោយស្ថិតនៅខាងក្រោយប្រនកាហ្វេផ្លូវជាតិលេខ6និងការ៉ាសាំងការតិចប្រហែល50ម៉ែត្រហើយពី Pop Street មកប្រហែល200ម៉ែត្រហើយពិតជាងាយស្រួលមែនទែនសម្រាប់បងប្អូនដែលត្រូវការដើរលេងយប់លប់អីនៅ V Plus Hotel គឺនៅស្ថិតនៅក្នុងក្រុងសៀមរាបស្រាប់ហើយបង្កជាលក្ខណៈងាយស្រួលមែនទែនសម្រាប់បងប្អូនដែលចង់ភ្លក់នៅម្ហូបអ្នកសៀមរាបឬក៏ចង់ទិញរបស់របរដែលនៅក្នុងក្រុងសៀមរាបគឺបងប្អូនមិនបាច់ទៅណាឆ្ងាយទេតែបើបងប្អូនអត់ចង់ទៅញ៉ាំនៅខាងក្រៅអញ្ចឹងបងប្អូនអាចញ៉ាំនៅក្នុង restaurant ក៏បាននៅក្នុងនេះក៏មានជាប្រភេទ breakfast lunch dinner ស្របទៅតាមអ្វីដែលបងប្អូនត្រូវការអញ្ចឹងបងប្អូនអាច order ពីក្នុង restaurant នេះទៅញ៉ាំក៏បានដែរក្រៅពីនេះនៅក្នុង hotel ក៏មានសេវាកម្មផ្សេងៗទៀតផងដែរក្រៅពីសេវាកម្មផ្សេងៗ V Plus Hotel ក៏មានជាប្រភេទ pool ផងដែរដែលស័ក្តិសមមែនទែនសម្រាប់កូនក្មេងតូចៗដែលចង់ហែលទឹកបងប្អូនអាចយកពួកគាត់មកហែលនៅកន្លែងនេះបានហើយខ្ញុំនឹងទម្លាក់ព័ត៌មានបន្ថែមនៅក្នុង comment អរគុណបងប្អូនសម្រាប់ការទស្សនាហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត